រឿងបុរសចេះថ្នាំពឹសពោះមានថ្ងៃមួយមានបុរសម្នាក់ឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះឃើញខ្លាធំមួយដេកស្លាប់នៅជើងដំបូកក្បែរច្រកផ្លូវចូលចៅសុកពិនិត្យមើលហើយក៏ឃើញថាខ្លានោះស្លាប់ដោយសារពស់ចឹកព្រោះនៅខាងក្រោយខ្លានោះមានរូនពស់មួយបរោះនោះមានចិត្តសប្បុរសចំពោះសាកសពខ្លាណាស់ក៏ស្រាយថង់យាមយកថ្នាំមកលាបឲ្យខ្លាលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនវាប្រឡាក់សិតតែថ្នាំវាខឹងបរោះនោះខ្លាំងណាស់ដែលលាបថ្នាំឲ្យវាហើយក៏ស្ដីឲ្យថាហេតុដូចម្ដេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបរោះនោះឆ្លើយថាយើងដើរមកឃើញបងឯងស្លាប់ដោយសារពស់ចឹកហើយខ្ញុំបានយកថ្នាំមកលាបឲ្យបងឯងរស់វិញទេតើខ្លានោះនិយាយថាអញមានស្លាប់ណាពស់ចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នេះអញត្រូវប្រហារជីវិតបងឯងធ្វើជាអាហារហើយចៅសុកមានសេចក្តីតក់ស្លុតយ៉ាងខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងផងកុំអាពិឃាតខ្ញុំគ្រានេះអីចាំខ្ញុំទៅរកអ្នកប្រាជ្ញឲ្យជួយជំរុំជម្រះឲ្យបើរកឃើញថាយើងជាអ្នកខុសសឹមបងប្រហារជីវិតយើងចោះបើសិនជាយើងត្រូវបងត្រូវទុកជីវិតឲ្យខ្ញុំខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកចៅសុកវិលត្រឡប់មកវិញប្រទះឃើញសេះនិងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតខ្ញុំជួយអាយុជីវិតខ្ញុំផងព្រោះខ្លាដែលបានពស់ចឹកខ្ញុំបានលាបថ្នាំឲ្យវារស់ឡើងវិញតែវាមិនដឹងគុណខ្ញុំបែរជាចង់ប្រហារជីវិតខ្ញុំទៅវិញហើយនិយាយថាគាត់កំពុងដេកហើយខ្ញុំបែរជាទៅដាស់គាត់សត្វទាំងពីរដឹងសេចក្តីគ្រប់សពក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែកាត់សេចក្តីឲ្យបរោះនោះឈ្នះប៉ុន្តែខ្លាចខ្លាខឹងមុខជាខ្លាខឹងអញហើយស៊ីអញជាចំណីជំនួសបរោះម្នាក់នោះជាមិនខានក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករឹតតែភ័យក៏លាសេះលាក្របីដើរយ៉ាងលឿនទៅទៀតលុះជួបប្រទះនឹងសុភាទន្សាយចៅសុកក៏ប្តឹងតាមដំណើរសុភាទន្សាយដឹងរឿងគ្រប់សពក៏ប្រាប់ចៅសុកឲ្យទៅអង្វរខ្លានោះម្ដងទៀតទៅសំយើងទៅជួយតាមក្រោយគ្រានោះដែរបរោះនោះកំពុងតែជជែកជាមួយនឹងខ្លាសុភាទន្សាយទៅដល់ក៏ធ្វើជាសួរថាអ្នកទាំងពីរមានទំនាស់គ្នារឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររៀងៗខ្លួនសុភាទន្សាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅកន្លែងនោះដដែលឲ្យយូរជាងមុនទៀតបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងពិឃាតមនុស្សនេះធ្វើជាអាហារចោះខ្លាទៅដេកតាមបង្គាប់ពស់ក៏ចេញពីរូនចឹកខ្លានោះស្លាប់ទៅសុភាទន្សាយឃើញខ្លានោះស្លាប់ហើយក៏ប្រាប់ទៅបរោះនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅវិញទៅអញ្ចឹងមិនថាអ្នកទាំងអស់គ្នាយើងខំជួយគេប៉ុន្តែចុងក្រោយយើងបែរទៅជាអ្នកខុសវិញអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ដល់ចំណុចចុងក្រោយបើសិនជាខ្ញុំនិយាយទៅមានលើសលួសខ្វះខាតកន្លែងណាសូមអ្នកទាំងអស់គ្នាអធិស្ឋានខ្ញុំផង